បញ្ហាដំណាំលូតលាស់មិនល្អផ្កាតិចដប់មិនកាន់ផ្លែមិនមានទម្ងន់ដែលជាហេតុធ្វើឲ្យទិន្នផលកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនិងប៉ះពាល់ទៅដល់ប្រាក់ចំណូលប្រជាកសិករយ៉ាងខ្លាំងជារឿយៗកសិករតែងតែបន្ទោសទៅលើបញ្ហាជីបញ្ហាអាកាសធាតុនិងសត្វល្អិតផ្សេងៗតែបញ្ហាចម្បងដ៏ធំនោះគឺបញ្ហាដីរបស់ពុកម៉ែបងប្អូនមិនមាននៅសារធាតុចិញ្ចឹមឲ្យដំណាំគ្រប់គ្រាន់និងមិនស្រូប CG បានល្អជីគ្រាប់ធម្មជាតិ PN ជួយស្ដារដីឲ្យមានជីវជាតិនិងបំពន់ដំណាំបានយ៉ាងមានប្រសិទ្ធភាពជួយឲ្យដីផុសធូរនិងរក្សាសំណើមបានល្អបង្កើន NPK និងជីវៈចម្រុះក្នុងដីធ្វើឲ្យឫសរឹងមាំស្រូបយកជីបានល្អជំរុញការចេញផ្កាកាន់ក្តឹបនិងជួយឲ្យផ្លែច្រើនបង្កើនចំនួនផ្លែពណ៌សម្បុរស្អាតនិងទិន្នផលកាន់តែខ្ពស់អាចប្រើបានសម្រាប់ដំណាំគ្រប់ប្រភេទទាំងក្របបាតមុនដាំនិងបំពន់ច្រោះដាំដូច្នេះកុំឲ្យដីខ្សោយខ្លាចជាឧបសគ្គនៃការទទួលបានទិន្នផលខ្ពស់កសិករគួរជ្រើសរើសជីគ្រាប់សរីរាង្គ PN នៅថ្ងៃនេះដើម្បីធ្វើឲ្យដីល្អដំណាំរឹងមាំនិងទទួលបានទិន្នផលកាន់តែខ្ពស់ដូច្នេះសម្រាប់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់ Page ឬមួយក៏លេខទូរស័ព្ទដែលមានដាក់នៅខាងក្រោម